ស្វាក់បនអភ័ព្វមានស្នេហ៍ស្នេហ៍ក៏ពំពប់កាលទុំជាប់គ្រប់ជំហានជំរជើងជាងពីទាំងដើមត្រែរួមនៅកំសត់ម្នាក់ឯងកណ្ដោយកណ្ដាយស៊ីអត់ស៊ីឃ្លៀនអធម្មជាតិដេចឡើយដាក់ទុំបំពីនថ្ងៃណាក្រហើយជាមានផុនពីក្តីទុកខានាមកម្មករអង្គបសូមស្រីអាណិតខំច្រៀងចំរៀងជីវិតព្រួងអូនក្បត់ចិត្តរៀបការអូត្បូងឆាំងទុំចងដៃថ្លៃសាវ៉ាนุ่งនាមបងជាសង្សារបើអូនកាបងផងថ្ងៃណាក្រហើយជាមានផុនពីក្តីទុកខានាមកម្មករអង្គបសូមស្រីអាណិតខំច្រៀងចំរៀងជីវិតព្រួងអូនក្បត់ចិត្តរៀបការអូត្បូងឆាំងទុំចងដៃថ្លៃសាវ៉ាนุ่งនាមបងជាសង្សារបើអូនកាហៅបងផងបាទអញ្ញាសូមគោរពនឹងជំរាបសួរទៅកាន់ប្រិយមិត្តអ្នកស្ដាប់ពុកម៉ែបងប្អូនលោកយាយតាដែលកំពុងតែបើកស្ដាប់ការផ្សាយផ្ទាល់ចេញពីស្ថានីយ៍ Visu បាទ New Style FM 97.25 MHz ដែលកំពុងតែផ្សាយចេញពីក្រុងកំពង់ចាមជាទីគោរពនិងជាទីរាប់អានជាភូមិតែស្បែករុងរកកំដៀងបាទស្វាគមន៍សារជាថ្មីនៅក្នុងកម្មវិធីនីតិដំណោះស្រាយសុខភាពបាទលោកនាងកតែងតែបានជួបវត្តមានរបស់ខ្ញុំបាទដានីរួមជាមួយនឹងគ្រូបាទហុងសុភីដែលជាវាគ្មិននៅក្នុងកម្មវិធីរបស់យើងផងដែរសងជីវិតមិនគិតទេបាទរយៈពេលពេញ1ម៉ោងគឺចាប់ពីម៉ោង11រហូតដល់ម៉ោង12បាទលោកនាងក៏ជាលោកយាយតាក៏តែងតែទទួលបាននៅចំណេះដឹងផ្នែកសុខភាពក៏ដូចជាការការពារថែរក្សាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាតកតងទៅនឹងបញ្ហាការរោគផ្សេងៗដែលកើតមានឡើងនៅពេលបច្ចុប្បន្នទៅនឹងបាទទស្សនវិជ្ជាជាក់ស្ដែងក្នុងសង្គមរបស់បងប្អូនប្រជាពលរដ្ឋដែលកើតមានបាទហើយរយៈពេលពេញម៉ោងគឺបានការឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុនរស្មីពេជ្រចិនដៀងដែលក្រុមហ៊ុនរស្មីពេជ្រចិនដៀងគឺបាននាំចូលនៅអាហារបំពន់បាទដល់ល្អពិសេសសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់ដែលអាហារបំពន់ដែលយើងបានបាទយកមកបាទចែកចាយនឹងបាទចែកបន្តទៅទៀតទៅនឹងតាមស្រុកតាមភូមិរបស់ពុកម៉ែបងប្អូនដូចជាផលិតផលជាច្រើនមានដូចជា Arabica Fiber មានបាទ Blue Biospirulina មានផលិតផល Arabica Men Plus ដំណក់ទឹក Oxygen មានផលិតផល Oxypro ផលិតផលដំណក់ទឹក Oxylite ម្សៅ Winter បាទនេះគឺជាផលិតផលមួយចំនួនដែលមាននៅក្នុងក្រុមហ៊ុនស្មីពេជ្រចិនដៀងដែលលោកយាយតាក៏ជាលោកពូនឹងមីងបានបាទយកទៅទទួលទានមានការគាំទ្រក៏ដូចជាធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរជាងមុនចឹងទេបើសិនជាពុកម៉ែបងប្អូននេះជាលោកយាយតាមានជាបញ្ហាសុខភាពឬក៏បាទមានចង្អល់ទៅទៅនឹងបាទអាការៈរោគផ្សេងនោះក៏អាចចូលរួមនៅក្នុងកម្មវិធីរបស់យើងព្រោះថាយើងមានវាគ្មិនក្នុងការដោះស្រាយជូនដល់ពុកម៉ែបងប្អូនបាទហើយលេខទូរស័ព្ទក្នុងការចូលរួមគឺមាន2ប្រព័ន្ធខ្សែទី1គឺ096លេខ6 888និង100បញ្ជាក់096លេខ6 888និង100ខ្សែទី2គឺ088 797
52និង72បាទជួបរួមបានខ្ញុំបាននឹងទទួលដោយសេចក្តីសំណររីករាយ សូមស្រីអាណិតខំច្រៀងចម្រៀង បាទលើឃើញថាវត្តមានរបស់អ្នកគ្រូហងសុភីក៏នៅក្នុងបន្ទប់ផ្សាយទៅហើយក៏សូមអនុញ្ញាតស្វាគមន៍គាត់តែម្ដងជំរាបសួរអ្នកគ្រូ ចាជំរាបសួរអូន បាទសុខសប្បាយធម្មតាទេអ្នកគ្រូព្រឹក ចា នេះ សុខសប្បាយធម្មតាទេហើយខាងបងអូនវិញតើទទួលទានអាហារពេលថ្ងៃហើយឬនៅ បាទខាងខ្ញុំនេះគឺសុខសប្បាយធម្មតាទេចំពោះអាហារថ្ងៃត្រង់គឺមិនតាន់ទេគឺប្រហែលជាចប់កម្មវិធីណាបង ចាខាងបងក៏អញ្ចឹងដែរ បាទ ចាប់កម្មវិធីទៅទទួលទានអាហារពេលថ្ងៃចាអញ្ចឹងពេលនេះដែរចាមុននឹងកិច្ចចាប់ផ្ដើមដំបូងនេះខ្ញុំក៏សូមចាជំរាបសួរដល់អស់លោកស្រីលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់ដែលកំពុងតែតាមដានសន្តាប់នៅទីដំណោះស្រាយសុខភាពរៀងរាល់ចាស់ថ្ងៃផងដែរហើយចានៅទីដំណោះស្រាយសុខភាពនេះក៏មានការឧបត្ថម្ភឡើងពីក្រុមហ៊ុនស្រីពីកិនដៀងព្រោះថាក្រុមហ៊ុនស្រីពីកិនដៀងគឺជាក្រុមហ៊ុនអាហារបំពន់ដែលឈានមកគេចានៅក្នុងប្រទេសកម្ពុជារបស់យើងនេះផងដែរហើយក្រុមហ៊ុនស្រីពីកិនដៀងចាគឺថាបាននាំជាប្រភេទអាហារដែលមានគុណភាពខ្ពស់សម្រាប់ជួយដល់កោសិកាជួយបំពន់ដល់រាងកាយនិងជួយនឹងជាអាហារសម្រាប់ជួយព្យាបាលជំងឺព្រោះថាគ្រប់ផលិតផលដែលមាននៅក្នុងក្រុមហ៊ុនស្មីពីកិនដៀងសិតតែបាននាំចូលពីបណ្ដាប្រទេសល្បីៗហើយក៏បានទទួលស្គាល់ពីក្រសួងសុខាភិបាលក្រៅប្រទេសនិងក្នុងប្រទេសផងដែរមិនតែប៉ុណ្ណោះក្រុមហ៊ុនស្មីពីកិនដៀងចាមានជាម៉ាស៊ីនបរិសុខភាពដែលចាពិភាក្សាជំងឺបានរហូតដល់32មុខហើយពេលពិនិត្យគឺថាគ្មានប៉ះពាល់ដល់រាងកាយចារបស់ពុកម៉ែបងប្អូនឬក៏ចាកាត់អាយុអីនោះទេជាពិសេសទៀតនោះគឺថាពេលពុកម៉ែបងប្អូនពិនិត្យសុខភាពឬក៏ចាពិនិត្យជំងឺចាសំទោសគឺថាខាងក្រុមហ៊ុនអត់គិតចាថវិកាពីពុកម៉ែបងប្អូននោះទេគឺថាខាងក្រុមហ៊ុនមិនថាប្រសិនពុកម៉ែបងប្អូនពិនិត្យសុខភាពហើយលុះត្រាតែពុកម៉ែបងប្អូនជាផលិតផលនោះគឺថាអត់ទេប្រសិនពុកម៉ែបងប្អូនពិនិត្យសុខភាពហើយចាលោកមិនទាន់ចង់ជាផលិតផលនៅខាងក្រុមហ៊ុនចាក៏បានដែរគឺថាលោកគ្រាន់តែពិនិត្យឲ្យលោកអាចដឹងច្បាស់ពីរាងកាយពីអាការៈរបស់លោកអាចអញ្ជើញទៅបំពេញនិងបង្គ្រប់នៅរាល់កង្វះចាជីវជាតិទាំងអស់នោះចានៅឯកេហដ្ឋានរបស់លោកចាក៏ជាការល្អដែរចាហើយចាគណៈដែលសំខាន់មួយទៀតនោះគឺថានៅក្រុមហ៊ុនរស្មីពីកិនដៀងមានជាអាហារច្រើនមុខច្រើនប្រភេទគឺថាមានតាំងពីប្រភេទគ្រាប់ប្រភេទជាប្រភេទម្សៅហើយក៏ជាប្រភេទទឹកផងដែរគឺថាងាយស្រួលក្នុងការទទួលទានមិនតែប៉ុណ្ណោះគឺថាវាមានអត្ថប្រយោជន៍ច្រើនពីសារធាតុផ្សេងគឺថាវាអាចជួយបង្កើនចាភាពស្រស់ស្អាតផ្នែកខាងក្នុងនិងផ្នែកខាងក្រៅពេលយើងទទួលទានទៅគឺថាបានល្អគ្រប់ទីកន្លែងតែម្ដងពេលពុកម៉ែបងប្អូនទទួលទានទៅគឺថាมันមានការប៉ះពាល់ដល់រាងកាយពុកម៉ែបងប្អូនឬក៏បង្កើតទៅជាបញ្ហាអីផ្សេងទៀតនោះទេចាហើយលក្ខណៈមួយទៀតប្រសិនមកពុកម៉ែបងប្អូនចាទទួលទាននៅឯគេហដ្ឋានរបស់លោកគឺថាឧទាហរណ៍លោកពិនិត្យទៅឃើញរាងកាយរបស់លោកនឹងកង្វះនៅរាល់ជាតិកាល់ស្យូមឬក៏ចាវីតាមីនឬក៏ប៉ូតាស្យូមចាអញ្ចឹងពេលលោកទទួលទាននៅរាល់សារជាតិទាំងអស់ហ្នឹងហើយគឺថាពិតជាគ្រប់ដល់រាងកាយចារបស់ពុកម៉ែបងប្អូនប្រសិនបើពុកម៉ែបងប្អូនមានឱកាសមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញដូចថាជាពេលវេលាគ្រប់គ្រាន់ក្នុងការចាស់ធ្វើរបបអាហារទាំងអស់នោះទទួលទានប៉ុន្តែប្រសិនបើពុកម៉ែបងប្អូនមានកម្មវិញ្ញាញឹកចាក្នុងការងារឬក៏ចាប្រកបមុខរបរអ្វីផ្សេងនោះគឺថាពេលពុកម៉ែបងប្អូនពិនិត្យសុខភាពហើយដឹងថារាងកាយរបស់ពុកម៉ែបងប្អូនកង្វះនៅរបបអ្វីមួយឬក៏សារធាតុអ្វីមួយនោះគ្រាន់តែពុកម៉ែបងប្អូនជាវនៅផលិតផលនៅក្រុមហ៊ុនស្រីពេជ្រកិនដៀងគឺថាពុកម៉ែបងប្អូនអត់មានពេលចាអត់ខាតពេលវេលាឬក៏ចាខាតរកប្រាក់ចំណូលនោះទេចាគឺថាពុកម៉ែបងប្អូនមានឱកាសចាទាំងពីរគឺថាទី1បានទទួលទានបង្គ្រប់នៅរាល់សារជាតិជីវជាតិដែលរាងកាយរបស់លោកកង្វះហើយទី2គឺថាលោកមានចាពេលមានឱកាសគ្រប់គ្រាន់ក្នុងការចាប្រកបកិច្ចការឬក៏ចារកប្រាក់ចំណូលបានចាឡើងល្អយ៉ាងល្អប្រសើរគឺថាมันមានពេលក្នុងការมันមានថាពេលយើងខ្វល់ខ្វាយក្នុងការចម្អិនអាហារឬក៏ខ្វល់ខ្វាយក្នុងការជ្រើសរើសនៅរាល់ជីវជាតិសារជាតិដែលយើងកង្វះណាចាអញ្ចឹងបើសិនឪពុកម៉ែបងប្អូនចាមានបញ្ហាអ្វីមួយដែលពាក់ព័ន្ធទៅនឹងផ្នែកសុខភាពណាមួយក៏ដោយឬក៏ពុកម៉ែបងប្អូនខ្លះកំពុងតែមានបញ្ហាចាឲ្យទទួលចាព្យាបាលច្រើនថ្ងៃច្រើនខែតែមិនទាន់បានធូរស្បើយចាកុំអស់
កំបាក់ទឹកចិត្តគឺថានាងខ្ញុំសូមលើកទឹកចិត្តឪពុកម៉ែបងប្អូនអាចសាក់លបងចាមកក្រុមហ៊ុនដេស្មីពេជ្រកណ្ដៀងព្រោះថាចាអ្វីៗដែលនាងខ្ញុំបានជួបនៅក្រុមហ៊ុនដេស្មីពេជ្រកណ្ដៀងគឺជាក្រុមហ៊ុនឈានមុខគេចានៅចាប្រទេសកម្ពុជារបស់យើងគឺថាផលិតផលរបស់យើងបាននាំចូលពីបណ្ដាប្រទេសល្បីៗដូចជាប្រទេសជប៉ុនអាមេរិកប្រទេសហូឡង់អាល្លឺម៉ង់កូរ៉េចិនថែមទាំងចាប្រទេសដែលជាល្បីច្រើនទៀតអញ្ចឹងពុកម៉ែបងប្អូនជាឱកាសជាជំរើសចុងក្រោយរបស់ម៉ែបងប្អូនអាចសាក់លបងបានចាឲ្យពេលនេះដែរបងក៏សូមស្គាល់ទីជូនបងប្អូនដើម្បីបដូរពុកម៉ែបងប្អូនបន្តិចបាទអរគុណច្រើនហើយបើសិនជាពុកម៉ែបងប្អូនជាលោកយាយតាមានជាបញ្ហាការៈរោគឬក៏ចង់បាទសាកសួរព័ត៌មានលម្អិតទាក់ទងទៅនឹងបញ្ហាផ្សេងៗនោះក៏អាចទំនាក់ទំនងតាមរយៈអាស័យដ្ឋានដូចជាលេខទូរស័ព្ទគឺនៅផ្ទះលេខ80ភូមិទី3សង្កាត់វាវងក្រុងកំពង់ចាមខេត្តកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសនាទី1បាត់ទៅខាងត្បូងនោះប្រហែលជា300ម៉ែត្រក្រៅសាលារៀនដីដោះបាទលេខទូរស័ព្ទសួរនាំព័ត៌មានលម្អិតបន្ថែមនោះគឺមានពីរប្រព័ន្ធខ្សែទី1គឺ012 27 07 64ខ្សែទី2 097 22 92 978បាទអរគុណច្រើនហើយក៏សូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មករីករាយនៅបទចម្រៀងមួយបទសិនពីកម្មវិធីដំណោះស្រាយសុខភាពរបស់យើងហើយបទនេះក៏សូមផ្ញើជូនទៅកាន់ប្រិយមិត្តគ្រប់មជ្ឈដ្ឋានដែលកំពុងតែតាមដានស្ដាប់នៅក្នុងការផ្សាយផ្ទាល់ចេញពីស្ថានីយ៍វិទ្យុ News Style ទាំងអស់ឮទៅដល់ណាផ្ញើជូនទៅដល់នឹងសូមគោរពអញ្ជើញក្រវ៉ាអោណាប់ការរំជែកពេលបងក្រោកពីដេកខំបើកភ្នែកសំឡឹងសក្រវ៉ាអោណាប់ការរំជែកពេលបងក្រោកពីដេកខំបើកភ្នែកសំឡឹងឃើញអូនឯងនៅឈរធ្វើថ្មឹងឃើញអូនឯងនៅឈរធ្វើថ្មឹងហាក់ដូចជាខឹងនឹងបងរឿងអីហាក់ដូចជាខឹងនឹងបងរឿងអីពីយប់មិញបងអស់កំឡាំងពេកបានជាជ្រុលដំណេសូមតែអូនប្រណីពីយប់មិញបងអស់កំឡាំងពេកបានជាជ្រុលដំណេសូមតែអូនប្រណីអូនนิ่งជាសឹងតែរាល់ថ្ងៃអូនนิ่งជាសឹងតែរាល់ថ្ងៃម្ដេចក៏លោកប្តីនៃតែមិនដឹងម្ដេចក៏លោកប្តីនៃតែមិនដឹងទើបតែម្ដងនេះទេពើពុនឡកម្ដេចក៏អូនកុំហកដាក់បងយ៉ាងអញ្ចឹងទើបតែម្ដងនេះទេពើពុនឡកម្ដេចក៏អូនកុំហកដាក់បងយ៉ាងអញ្ចឹងព្រោះយប់មិញបងឯងស្រវឹងព្រោះយប់មិញបងឯងស្រវឹងបើមិនឲ្យខ្ញុំខឹងឯណាបានបើមិនឲ្យខ្ញុំខឹងឯណាបានបងស្រវឹងពិតមែនហើយអូនស្រីតែរូបបងជាប្តីផ្ទះបងមិនដើរខានបងស្រវឹងពិតមែនហើយអូនស្រីតែរូបបងជាប្តីផ្ទះបងមិនដើរខានរឿងរ៉ាវដែលមានទាំងប៉ុន្មានរឿងរ៉ាវដែលមានទាំងប៉ុន្មានពួកអូនកុំប្រកាន់ខឹងបងអីពួកអូនកុំប្រកាន់ខឹងបងអីតែម្ដងនេះទេពើពុនឡកម្ដេចក៏អូនកុំហកដាក់បងយ៉ាងអញ្ចឹងទើបតែម្ដងនេះទេពើពុនឡកម្ដេចក៏អូនកុំហកដាក់បងយ៉ាងអញ្ចឹងព្រោះយប់មិញបងឯងស្រវឹងព្រោះយប់មិញបងឯងស្រវឹងបើមិនឲ្យខ្ញុំខឹងឯណាបានបើមិនឲ្យខ្ញុំខឹងឯណាបានបងស្រវឹងពិតមែនហើយអូនស្រីតែរូបបងជាប្តីផ្ទាំងបងមិនដើរខានបងស្រវឹងពិតមែនហើយអូនស្រីតែរូបបងជាប្តីផ្ទាំងបងមិនដើរខានរឿងរ៉ាវដែលមានទាំងប៉ុន្មានរឿងរ៉ាវដែលមានទាំងប៉ុន្មានពួកអូនកុំប្រកាន់ខឹងបងអីពួកអូនកុំប្រកាន់ខឹងបងអី
តើអ្វីខ្លះទៅដែលជាការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់លោកអ្នកនៅពេលដែលលោកអ្នកមានបញ្ហាជឿជាក់ថាលោកអ្នកប្រកាសជាត្រូវការការប្រឹក្សាទាក់ទងទៅនឹងបញ្ហាសុខភាពរបស់លោកអ្នកជាពុំខានបញ្ហាសុខភាពរបស់លោកអ្នកទាំងអស់នេះក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងពិតជាអាចជួយលោកអ្នកបានមិនធ្វើឲ្យខកបំណងទេក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងបាននាំចូលនៅអាហារបំពន់ជាច្រើនប្រភេទសុទ្ធសឹងតែមានគុណភាពល្អជាពិសេសសារាយសមុទ្រសុន 100% Blue Bio Spirulina មានគុណភាពជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយជួយធ្វើឲ្យរាងកាយមានសកម្មភាពឡើងវិញជួយរក្សាលំនឹងជាតិអាស៊ីតនៅក្នុងរាងកាយជួយជំរុញបង្កើននូវការរំលាយអាហារជួយជំរុញបង្កើនការចងចាំជួយជួសជុលដល់ភ្នាសរបស់កោសិកាជួយកាត់បន្ថយវ័យចំណាស់ជួយបំបត្តិស្រេសនិងបំពន់ជីវជាតិដែលខ្វះខាតក្នុងរាងកាយថែមទាំងបណ្ដេញជាតិពុលនៅក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព Winter គឺជាអាហារបំពន់សុខភាពដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់រាងកាយមនុស្សគ្រប់វ័យព្រោះវាត្រូវបានផ្សំឡើងដោយបរិមាណ Chlorophyll រហូតដល់ទៅ100 ដងបើប្រៀបធៀបទៅនឹងរុក្ខជាតិបៃតង Winter សម្បូរទៅដោយវីតាមីនជាច្រើនប្រភេទដូចជាប្រូតេអ៊ីនអង់ស៊ីមអាស៊ីតអាមីណូនិងសារធាតុរ៉ែជាច្រើនប្រភេទដែលនៅក្នុងសរីរាង្គកាយត្រូវការចាំបាច់ក្រោយពីការទទួលទានម្សៅ Winter អាចធ្វើឲ្យលោកអ្នកថយចុះនៅកម្រិតជាតិអាស៊ីតដែលកំពុងឡើងខ្លាំងជួយលាងសម្អាតនៅកាកសំណល់ចាស់ៗដែលមាននៅក្នុងពោះវៀនលាងសម្អាតកោសិកាឈាមជួយដល់ប្រព័ន្ធរំលាយអាហារសម្រួលដល់ការដកដង្ហើមបង្កើតអុកស៊ីសែនក្នុងឈាមផ្សះក្រពះផ្សះដំបៅផ្សេងៗនៅក្នុងរាងកាយនិងដំបៅដោយសារជំងឺគ្រប់ប្រភេទមានទាំងផលិតផលដំណក់ទឹកអុកស៊ីសែនដំណក់ទឹកអុកស៊ីសែនគឺជាដំណក់ទឹកដែលបានផ្សំឡើងពីសារធាតុរ៉ែ78មុខអង់ស៊ីម34មុខអាស៊ីតអាមីណូ17ប្រភេទវីតាមីនប្រូតេអ៊ីននិងសារធាតុរ៉ែធម្មជាតិជាច្រើនមុខទៀតដំណក់ទឹកអុកស៊ីសែនមានតួនាទីក្នុងការបំបែកម៉ូលេគុលទឹកបានយ៉ាងលឿនជាទីបំផុតនិងបង្កើននៅបរិមាណអុកស៊ីសែនភ្លាមៗដែលមានតួនាទីក្នុងការទប់ស្កាត់ការគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងតើលោកអ្នកចង់ឲ្យបញ្ហាសុខភាពរបស់លោកអ្នកកាន់តែទ្រុឌទ្រោមែនទេជឿជាក់ថាពិតជាមិនចង់ដូច្នេះដើម្បីឲ្យសុខភាពរបស់លោកអ្នកកាន់តែរឹងមាំសូមកុំភ្លេចអញ្ជើញទៅពិគ្រោះយោបល់នៅក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងផ្ទះលេខ80សង្កាត់វាលវង្សទីរួមខេត្តកំពង់ចាមផ្លូវក្រោមស្ពានគីសូណាទី1ខាងត្បូងស្ពានចម្ងាយ200ម៉ែត្រនៅខាងឆ្វេងដៃបញ្ជាក់គឺនៅខាងក្រោយសាលាដីដោះព័ត៌មានលម្អិនតាក់ទងទូរស័ព្ទលេខ012 270 764 097 229 2978សុខភាពគឺជាកត្តាចម្បងមានទ្រព្យក៏ប្រសើរក៏មិនស្មើមានសុខភាពល្អយើងដូចឈាមក្នុងនាមជាកម្មករត្បូងได้រៀបប្រែខ្លះជាខងបែកស្បែងរុងរកកណ្ដៀងអកាញ់ច្រែងជាប់ដៃក្រោមថ្ងៃនឹងភ្លៀងដៃវារៀងរកកណ្ដៀងច្រៀងតែបាយកាញ់ចាប់សងជីវិតមិនគិតទេការនឿយហត់កាប់កោះលីរហែមណត់រួមតែខ្ញុំខ្សត់ក្រទ្របទេវតាអើយព្រោះខ្ញុំខ្វះបនអភ័ព្វមានស្នេហ៍ក៏បំពប់ការទុងជាប់គ្រប់ជំហានជំរជើងជាងពីទាំងដើមត្រែរួមនៅកំសត់ម្នាក់ឯងកណ្ដោយកណ្ដែងស៊ីអត់ស៊ីឃ្លៀនអធម្មជាតិដេចឡើយដាក់ទុំបំពីបាទអរគុណច្រើនហើយឃើញថាបទចម្រៀងមួយបទដែលជាកិច្ចស្វាគមន៍នៅក្នុងកម្មវិធីនីតិដំណោះស្រាយសុខភាពក៏បានស្ដាប់ឆ្ងាយពីអារម្មណ៍ប្រិយមិត្តស្ដាប់បាត់ទៅហើយបាទរយៈពេលពេញ1ម៉ោងនេះគឺបានការឧបត្ថម្ភធំពីក្រុមហ៊ុនស្មីពេជ្រកណ្ដៀងបាទអញ្ចឹងទេបើសិនជាពុកម៉ែបងប្អូនមានជាបញ្ហាសុខភាពដូចជាការរ៉ារោគផ្សេងៗនោះក៏អាចទំនាក់ទំនងសួរនាំព័ត៌មានលម្អិតតាមរយៈអាស័យដ្ឋាននៅផ្ទះលេខ80ភូមិទី3សង្កាត់ពីវងក្រុងកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសណាទី1បាត់ទៅកាន់ត្បូងនោះប្រហែលជា300ម៉ែត្រនៅក្រោយសាលារៀនដីដោះបាទលេខទូរស័ព្ទមានពីរប្រព័ន្ធខ្សែទី1គឺ012 27 07 64ខ្សែទី2 097
ដែលក្រុមហ៊ុនក៏មាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដែលការត្រួតពិនិត្យគឺដែលឥតគិតថ្លៃអរគុណហើយបើសិនជាប្រិមិត្តដូចជាមិត្តយុវវ័យក៏ដូចជាលោកយាយតាដែលចង់ចូលរួមនៅក្នុងកម្មវិធីរបស់យើងដែលចង់សាកសួរតើតើទៅនឹងបញ្ហាសុខភាពនោះក៏អាចចូលរួមក្នុងកម្មវិធីរបស់យើងផងដែរដែលលេខទូរស័ព្ទគឺមាន2ប្រព័ន្ធខ្សែទី1គឺ096លេខ6 888និង100ខ្សែទី2 088 797 52និង72បាទអាចចូលរួមបានខ្ញុំបាទនឹងទទួលដោយសេចក្តីសំណររាយតើតើទៅនឹងបញ្ហាសុខភាពរបស់បងប្អូនជាប្រវត្តិអរគុណក៏សូមដល់ទូនទីទៅកាន់អ្នកគ្រូដើម្បីជម្រាបជូនជាបន្តទៅទៀតសូមគោរពអញ្ជើញអ្នកគ្រូចាអរគុណពុកម៉ែបងប្អូនបើសិនជាលោកចង់បំពេញឬក៏ចាបងគ្រប់នៅរាល់អាហារដែលសុទ្ធអាហារដែលមានចាគុណភាពដល់រាងកាយចារបស់លោកឲ្យរងមាំចាឲ្យមាំមុនគឺថាក្រុមហ៊ុនអ្នកស្មីពេជ្រកណ្ដៀងមានជាអាហារសម្រាប់ទៅជួយបានប៉ុន្តែប្រសិនបើពុកម៉ែបងប្អូនចាមានបញ្ហាជំងឺចារ៉ាំរ៉ៃដូចជាចាជំងឺចុកក្តៅក្របភ្នែកឡើងបាយភ្នែកចាឬក៏បញ្ហាចាមញោមភ្នែករលាកបំពង់កពកឈឺក្រពះពោះវៀនចុកពោះហើមពោះទល់លាមករាគរូសជាប្រចាំចុកឆ្អឹងខ្នងចង្កេះតើអូនទទួលលេខទូរស័ព្ទគាត់បាទអរគុណច្រើនហើយឃើញថាប្រិយមកគាត់ចូលរួមហើយក៏សូមអនុញ្ញាតទទួលគាត់តែម្ដងមកខាង096ជំរាបសួរអាឡូជំរាបសួរបាទជំរាបសួរបងស្រីអញ្ជើញទូរស័ព្ទមកពីខាងណាដែរបងស្រីកំពង់ចាមបាទអរគុណហើយកំពង់ចាមនៅស្រុកមួយណាបងនៅនេះខាងទៅសៀមស្រែសៀមបាទអរគុណច្រើនបងស្រីហើយបងស្រីមានឈ្មោះអីដែរបងស្រីអាឡូបងស្រីអាឡូគាត់ទទួលសម្លេងខាងខ្ញុំបានច្បាស់ទេបានច្បាស់ចាហើយអញ្ចឹងខាងគាត់មានបញ្ហាផ្នែកសុខភាពណាមួយចង់សាកសួរខាងខ្ញុំទេសូមអញ្ជើញមកបាទហើយបងស្រីមានជាបញ្ហាអ្វីទាក់ទងទៅនឹងសុខភាពបាទដែលឃើញតែគាត់ដាច់ទៅវិញហើយនឹងតែបញ្ហាបងទូរស័ព្ទឬក៏យ៉ាងម៉េចអរគុណពេលនេះដែរខ្ញុំក៏សូមចាបញ្ជាក់បន្ថែមចាប្រសិនបើចាគាត់ចង់ព្យាយាមអាចចាចូលរួមបន្តបានអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនចាមានបញ្ហាដូចជាទល់លាមករាគរូសជាប្រចាំចុកឆ្អឹងខ្នងចុកចង្កេះចុករយតាមសាច់ដុំឬក៏ឈឺសន្លាក់រលាកសន្លាក់តម្រងនោមរលាកផ្លោកនោមគ្រោះក្នុងតម្រងនោមឬក៏បញ្ហាគ្រោះក្នុងថង់ប្រមាត់រលាកក្រពេញប្រស្តាតរលាកសួតរលាកច្រមុះដុសសាច់ច្រមុះឬក៏រឹសដងបាតលើសឈាមស្ពឹកមួយចំហៀងខ្លួនឬក៏មួយកំណាត់ខ្លួនឬក៏បញ្ហារោគប្រគ្រាវរោគប្រកាំងឆ្កួតជ្រូករោគ stress ឆាប់ភ្លេចខឹងច្រើនគេងពុំសូវលក់ចាឬក៏ឆាប់ភ័យរន្ធត់ស្គមរីងរៃស្លេកស្លាំងឬក៏បញ្ហាជំងឺចាស់កោសិកាឈាមសឈាមក្រហមរោគស្ត្រីគីសធ្លាក់សរលាកស្បូនដៃស្បូនឬក៏គីសក្នុងស្បូនរលាកថ្លើមទាញទឹកជំងឺចាស់ទឹកនោមផ្អែមទឹកនោមប្រៃពុកឆ្អឹងស្ពោតឆ្អឹងរួមទាំងជំងឺចាផ្សេងទៀតដែលពុកម៉ែបងប្អូនកំពុងតែជួបប្រទះរាល់ថ្ងៃចាប្រសិនបើចាលោកមានបញ្ហាជំងឺដូចខ្ញុំចាជម្រាបខាងលើនេះគឺថាខាងក្រុមហ៊ុនចាមានជាផលិតផលសម្រាប់ចាជួយដល់បញ្ហាជំងឺទាំងអស់នេះហើយមួយទៀតនោះប្រសិនបើពុកម៉ែបងប្អូនចាមានចម្ងល់ឬក៏ចាចង់សាកសួរអំពីបញ្ហាអ្វីមួយគឺថាអាចទំនាក់ទំនងតាមលេខទូរស័ព្ទក្រុមហ៊ុនផ្ទាល់ក៏បានចាព្រោះថានៅខាងក្រុមហ៊ុនយើងហ្នឹងចាមានគឺថាម៉ោងចាគ្រប់គ្រាន់សម្រាប់ទទួលឬក៏ចាដោះស្រាយនៅរាល់បញ្ហារបស់ពុកម៉ែបងប្អូនដែលមានចម្ងល់ចាហើយពេលនេះដែរបងក៏ចង់ឲ្យបងប្អូនហ្នឹងចាជូនបទសម្ភាសន៍ដែលពុកម៉ែបងប្អូនគាត់ចាបានទទួលព្យាបាលជាហើយជូនពុកម៉ែបងប្អូនដែលគាត់មិនទាន់បានទទួលចាព្យាបាលហ្នឹងសម្រាប់ផងដែរបាទគុណចាន់ហើយក៏សូមបាទបងវាអារម្មណ៍ទៅមានស្ដាប់មកបាទតាមដានស្ដាប់នៅកិច្ចសម្ភាសន៍មួយដែលបាទក្រុមហ៊ុនរបស់យើងបានសម្ភាសន៍ចំពោះពុកម៉ែបងប្អូនដែលគាត់មានអាការៈរោគហើយក៏គាត់បានជីវនៅផលិតផលរបស់ក្រុមហ៊ុនស្មីពេជ្រកណ្ដៀងទទួលបានជោគជ័យធ្វើឲ្យសុខភាពរបស់គាត់មានភាពល្អប្រសើរបាទសូមគោរពអញ្ជើញស្ដាប់ទាំងអស់គ្នាតែម្ដងចាអាឡូជំរាបសួរ
បាទ ចាអរគុណច្រើនក្មួយទូរស័ព្ទពីក្រុមហ៊ុនរស្មីពេជ្រកណ្ដៀងទៅហើយបានទទួលព័ត៌មានថាលោកពូប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនបានធូរស្បើយពីអាការៈជំងឺអញ្ចឹងចង់សាកសួរព័ត៌មានខាងលោកពូបន្តិចដើម្បីចែកជូនដល់បងប្អូនយើងណាលោកពូ បាទ ចាអរគុណអញ្ចឹងអនុញ្ញាតសូមស្គាល់ឈ្មោះលោកពូផង បាទខ្ញុំឈ្មោះណែតងន់ ចាលោកពូបច្ចុប្បន្ននៅស្រុកភូមិណាដែរអាចជម្រាបជូនបន្តិចមក យកនៅខេត្តតាកែវលោកគ្រូនៅខេត្តតាកែវ ចា បាទ នៅខាងខេត្តតាកែវ ស្រុកអី ស្រុក5កក់ ស្រុកថា5កក់ចា ស្រុកតាមកក់ខេត្តតាកែវ ខ្ញុំដំសូយ៉ា ចាអរគុណឥឡូវចង់សាកសួរពីបញ្ហាសុខភាពលោកពូបន្តិចបន្ទាប់ពីចាប់បានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនថាតើលោកពូមានអាការៈជំងឺយ៉ាងណាដែរ បាទខ្ញុំជំងឺខ្ញុំច្រើនមុខណាបើរៀបរាប់ទៅ20 30មុខខ្ញុំគ្រាន់ថាឥឡូវខ្ញុំលើកតែសំខាន់ជូនលោកគ្រូ បាទ វាថាមុនដំបូងខ្ញុំនេះវាឈឺកាពះហ្នឹងទៅពេទ្យចំណិតទៅគេឆ្លុកមើលវាលាកកាពះហ្នឹងវា3កន្លែង ចា បាទ បាទអលាកកាពះហ្នឹង3កន្លែងហើយនឹងពោះវៀនហ្នឹងក៏វាថយទុកដែរដល់ហើយទៅក៏ខ្ញុំហ្នឹងជាតែព្យាបាលអញ្ចឹងទៅវាគិតថា20ឆ្នាំជាងវាអត់ជាបាទជាង20ឆ្នាំហើយវាអត់ជាវានៅតែអបបាយទៅទៅចុកណែនអ៊ូលក្នុងពោះហ្នឹងបាក់លឺស្អិតយ៉ាងទៅអញ្ចឹងខ្ញុំហូបបបរហ្នឹងហូបមួយឆ្នាំ2ឆ្នាំអីចឹងទៅហូបតែបបរចូលថាគ្រួសារគេខ្ជិលបបរឲ្យគេខ្ជិលគេលឿនណាយទៅដល់ហ្នឹងហូបបាយខ្លាំងចេះតែវាឈឺទៅដល់អបានស្ដាប់រ៉ាឌីយ៉ូឮថាក្រុមហ៊ុនខាងពេជ្រជំនាញហ្នឹងខាងលោកគ្រូហ្នឹងក៏ខ្ញុំស្ដាប់ប្រហែល2-3ខែមុនខ្ញុំទៅហ្នឹងខ្ញុំព្យាបាលហ្នឹងអស់1លានជាង ចា បាទអស់ជាង1លានបានដកទៅរោមដកឲ្យបាន4ថ្ងៃមានកម្លាំងញយទៅវាការខ្ញុំជូនទៅដល់កន្លែងក្រុមហ៊ុនពេជ្រជំនាញកន្លែងលោកគ្រូហ្នឹងក៏បានគ្រូបណ្ឌិតហើយអញ្ចឹងទៅក៏ជាវឆ្នាំយកមកប្រើប្រាស់ហ្នឹងក៏វាចូលគ្រូឲ្យទឹកដំណក់អុកស៊ីហ្សែនហ្នឹងមក10ហើយនឹងបាទឲ្យស្វ័យបរហ្នឹងមកប្រអប់ហើយនឹងម្សៅវិនធរហ្នឹងមកប្រអប់ ចា បាទហើយអប៊ីខហ្នឹងមក10ទៀត អបតិចខែ ចាអបតិចខែ បាទយកមកព្យាបាលក៏ទៅតាំងពីថ្ងៃ3តារាងខែ7ហើយមកទល់ដល់ថ្ងៃនេះខ្ញុំបានជាវាសិនថា 100% គ្រូនៅពីជួយវានៅថាខ្យល់ក្នុងពោះវៀនធំដូចនៅម្ដងមកកាពីជួយទេ បាទ ហើយបើកាពះហ្នឹងវាដូចថាវាស្ងាត់ហើយវាលែងចុកលែងអួលលែងណែនអីទេបាទ ចា បាទហើយឈឺហ្នឹងមុនដំបូងវាអង្គវាចុករួយស្តុកជប៉ុនជើងហ្នឹងដើររួយដល់10ម៉ែត្រហ្នឹងញ័រដល់លែងរួយហើយ បាទ ចា បាទដើរអត់រួយទេវាស្តុកដល់អង្គុយលាវិញលាចង់ត្រង់វាឈឺឲ្យឡើងជង្គង់បត់ហ្នឹងជើងទាំងសងខាងហ្នឹង បាទឈឺស្លាក់ផង បាទលាអត់ចង់ត្រង់ទេពោះហ្នឹងតែហូបបាយទៅមកវែកអីហ្នឹងអង្គុយអត់ចុះទៅដេក ចា បាទវាតាំងវងក្នុងពោះតាំងទៅទៅកូនចៅមកគេយកចំណីមកឲ្យហ្នឹងដែលហូបបាយមកវែកហើយគេយកចំណីយកអីមកឲ្យបង្អែមអីហ្នឹងចូលឲ្យកូនគេទុកសិនទៅចោលតែថាយកមកឲ្យត្រង់ដល់ម៉ោង5ល្ងាចហ្នឹងបានច្រកទៅតិចបានហូបកើត ចា បាទវាតាំងហ្មងហូបអត់កើតទេបាទហូបហើយជំរាន1ម៉ោង2ម៉ោងហ្នឹងបានច្រកទៅ2ចឹងទៅ បាទ ហើយដល់ពេលហើយចឹងទៅក៏បានហូបឆ្នាំហ្នឹងទៅបានច្រកអស់បានធូរអស់ព្រោះអត់មាននៅតាំងនៅអីទៀតទេតែឈឺហ្នឹងមុនដំបូងហ្នឹងវាចុកជើងហ្នឹងឈឺចន្លាក់ហ្នឹងបាយជង្គង់ហ្នឹងក៏រៀលមកដល់បោះដៃផុតនេះចុកបោះដៃផុតរួយកកឈឺក្នុងក្បាលរួយក្បាលពីក្រោយហ្នឹងហើយវិលហ្នឹងមិនវិលត្រឹមថាដើរតែខ្លួនរួចទៅកាន់ជួយច្រត់ អូចាមានជំនួយ បាទវិលមកដើរវិលទាញមកដូចអ្នកវងច្រែចឹងក៏ជួយច្រត់ទុកដើរតិចចឹងទៅឥឡូវបាត់អស់រួចអត់មានទេ ចា
បាទរួយនឹងក៏បាត់ឈឺក្នុងក្បាលនឹងក៏បាត់វិលនឹងក៏បាត់ដែរអត់មានវិលមានរួយមានអីទៀតទេបាត់អស់ហើយ បាទ ចា៎ អញ្ចឹងបានន័យថាសុខភាពស្ទើរទាំងស្រុងហើយ ចា៎គឺ 90%ទៅហើយគាត់ថានៅសល់តិចតួចណា កៅជាតិទេធ្វើតា ចា៎អរគុណហើយ និយាយអំពីការប្រើ Optic Care វិញឈឺអីខ្លះ Optic Care ហ្នឹង ចាហេតុអីបានជាលោកពូប្រើជាមួយនឹង Optic Care ដែរអញ្ចឹងបានន័យថាលោកពូមានអាការៈជំងឺភ្នែកដែរឬក៏យ៉ាងណាលោកពូ បាទភ្នែកខ្ញុំហ្នឹងវាលំនិតយូរហើយវាជាង10ឆ្នាំហើយបកភ្នែកតាំងពីសកោតភ្នែកចេះភ្នែកយើងនៅអូនបកតកែយើងហ្នឹងគេមកហៅយើងយកទៅបកភ្នែកហ្នឹងមិនដំបងគាត់ឲ្យព្រីមចូល ចា ដល់ហើយយូរឡើងសភ្នែកហ្នឹងទៅគេក៏មកហៅខ្ញុំទៅពេទ្យហ្នឹងដំបងគេបកវាអត់គិតលុយគិតអីទេគេបកឲ្យវាឲ្យលុយខ្ញុំមកផ្ទះទៀតបកភ្នែកហ្នឹងឲ្យសម្រាប់ហ្នឹងពីយប់មកគេឲ្យលុយមក បាទ មកផ្ទះទៀត ចា បាទបកឲ្យទៅវាអត់ឆ្លឺ ចានៅតែមើលអត់ឃើញដដែល បាទអត់ឃើញដែរដល់ឥឡូវហ្នឹងខ្ញុំបានហូបឆ្នាំក្រុមហ៊ុនលោកគ្រូហ្នឹងខាងពេជ្រវិទ្យាហ្នឹងឥឡូវហ្នឹងខ្ញុំភ្លឺភ្នែកហ្នឹងបានមួយចំនួននេះប៉ុន្តែមួយចំនួនតូចទេបានប្រហែលជាខ្ទង់2ម៉ែត្រជាងឬក៏ថា3ម៉ែត្រចាំមើលឃើញខ្ទង់ទៅហ្នឹង ចាប៉ុន្តែពីមុនលោកពូមើលអត់ឃើញទេមិនអញ្ចឹងលោកពូណា បាទកាលពីមុនមើលអត់ឃើញទេ ចា បាទឥឡូវហ្នឹងមើលឃើញបានខ្លះប៉ុន្តែថាវាបានចិត្ត បាទចិត្ត ប៉ុន្តែវាម្ដងដល់ភ្លឺដែរថ្ងៃណាយើងភ្លឺគ្រាន់ដល់ថ្ងៃណាដូចយើងអន់ទៅវិញបន្តិចទៅថ្ងៃនេះឆ្នាំទៅទុកហ្នឹង បើទំប្រើបានប្រហែលខែ ចាប្រើរយៈពេលខ្លី 2ខែជាង បាទ 2ខែតិចតួច ចាអញ្ចឹងលោកពូនៅប្រើបន្តទៀតឬក៏ផ្អាកការប្រើប្រាស់ហើយ ខ្ញុំនៅប្រើបន្តទៀតខ្ញុំអត់ទាន់ឈប់ទេខ្ញុំនៅប្រើបន្តឲ្យលោកភ្នែកវាបានភ្លឺគ្រូ បាទ ចា បាទនៅប្រើបន្តទៀតព្រោះពីមិនសិលមិញខ្ញុំទៅយកនៅតកែវ បាទ ចា បាទ អរេបានភ្លឺកៃឡូចូលឆ្នាំដឹកយាយទៅវត្ត ចាចាអរគុណឥឡូវសុំសួរបញ្ជនលោកពូបន្តិចមានបញ្ជនប្រមាណហើយ ខ្ញុំអាយុ64 អូចា64ឆ្នាំ បាទ អរគុណណាស់អញ្ចឹងដោយស្ដាប់អំពីការរៀបរាប់របស់លោកពូទៅឃើញថាសុខភាពគឺប្រសើរស្ទើរ 100% សឹងតែ 100% ទៅហើយ នៅតែភ្នែកកាពះតិចតួចទេ បាទ ចា អញ្ចឹងចង់បញ្ចប់តើលោកពូមានពាក្យពេចន៍អីផ្ដាំផ្ញើឬក៏ការត្រេកអរ ចាស្ដែងបញ្ជាក់ជូនបងប្អូនយើង ណាទេ បាទឥឡូវហ្នឹងដើរបានអត់មានញ័រលេងមុនតែ10ម៉ែត្រចុះពីលើក្រែក្រោមផ្ទះហ្នឹង10ម៉ែត្រញ័រជើងតរួចទៀតទេ ចាអរគុណ ដើរ ចា បាទ ចាអញ្ជើញលោកពូអញ្ជើញបន្តទៀត តែឥឡូវហ្នឹងដើរបាន3-400ម៉ែត្រអីទៅក៏ដល់តែអត់បាច់កាន់ជួយច្រត់ទេ ចាអញ្ចឹង បាទ ចាអញ្ចឹងសង្ឃឹមថាឱកាសប្រជុំចាបងប្អូនយើងអាចនឹងចាដឹងហើយថាបើសិនជាដល់ប្រជុំហ្នឹងប្រហែលជាអាចដើរទៅវត្តបានមិនបាច់ចាំមានអ្នកជូនទេចា ឲ្យពេញវត្តទៀត ចាអញ្ចឹងអរគុណច្រើនលោកពូមានអីផ្ដាំផ្ញើដល់បងប្អូនលោកតាលោកយាយដែលកំពុងតែស្ដាប់ការផ្សាយចារបស់វិទ្យុទេលោកពូ បាទខ្ញុំក៏សូមផ្ដាំផ្ញើដល់លោកយាយលោកតាលោកពូលោកអ្នកមីងទាំងអស់ដែលមានអាការៈរោគឈឺដូចខ្ញុំអញ្ចឹងហ្នឹង ចា ចុកចល័កដៃចល័កជើងអីហ្នឹងបើសិនជាលោកគ្រូបើសិនជាលោកយាយលោកតាឈឺដូចខ្ញុំហ្នឹងអញ្ជើញទៅក្រុមហ៊ុនពេជ្រជំនាញហ្នឹងទៅ ចា អាហ្នឹងបានដូចបំណងហើយគឺថាជាអញ្ចឹងហ្មងអត់មានលេខទូតផកុហកអីទេហើយខ្ញុំហ្នឹងក៏និយាយនេះតាមត្រង់ព្រោះខ្ញុំដាក់សុំចលសុំទៀនដែរអត់មានកុហកទូតផអីទេ ចា បើសិនជាលោកយាយលោកតាលោកពូលោកមីងមានជំងឺដូចខ្ញុំអញ្ចឹងហ្នឹងអញ្ជើញទៅបានជាដូចបំណងហើយហើយបើចង់ដឹងទូមកខ្ញុំហ្នឹងគឺថាខ្ញុំក៏ជូនលេខទូរស័ព្ទខ្ញុំសូមមានខ្ញុំសូមជម្រាបថាលេខទូរស័ព្ទហ្នឹង012 ចាចាអញ្ចឹងបងប្អូនយើងអាចសួរនាំទៅកាន់ចាលោកពូផ្ទាល់បើសិនជាមានចម្ងល់អីចង់សួរបន្ថែមទៀតណាលោកពូណា បាទ ចាអញ្ចឹងក្មួយក៏សូមអរគុណលោកពូហើយក៏សូមជូនពរជំងឺដែលនៅសល់ចាបន្តិចបន្តួចនេះជាសះស្បើយនៅពេលឆាប់អាចនឹងអញ្ជើញទៅវត្តបាន បាទ ចាអរគុណចាជម្រាបលាសុខសប្បាយលោកពូ អ
មនំនាមជាកម្មករ បាទគុណច្រើនលោកនាងជានិយាយតាកំពុងតែបាទតើស្ដាប់ការដោះស្រាយបាទតើតើកម្មវិធីទីដំណោះស្រាយសុខភាពបាញ់មិញគឺជាការបាទចាក់ផ្សាយតើតើទៅនឹងការធ្វើបទសម្ភាសន៍របស់បាទលោកតាង៉ែតងួនដែលគាត់បាទមានជាអាការៈរោគដែលបានបាទប្រើប្រាស់នៅផលិតផលរបស់ក្រុមហ៊ុនអស័យពេជ្រកណ្ដៀងទទួលបានបាទជោគជ័យដែលធ្វើសុខភាពរបស់គាត់មានភាពល្អប្រសើរក៏ដូចជាបាទដើរបានឆ្ងាយជាងមុនអរគុណហើយអ្នកគ្រូមានអ្វីជាបន្ថែមទៅទៀតទេសូមគោរពអញ្ជើញចានៅចាពេទ្យនេះដែរនឹងខ្ញុំក៏ចង់លើកយករោគសញ្ញារបស់ជំងឺគ្រោះក្នុងតម្រងនោមពីព្រោះថាសប្តាហ៍ថ្ងៃនេះចាជំងឺគ្រោះនៅក្នុងតម្រងនោមគឺថាមានច្រើនមែនតើចាគ្រោះនៅក្នុងតម្រងនោមគឺជាជំងឺមួយប្រភេទដែលកើតមានចាជាដុំគ្រោះពីសារធាតុច្រើនដែលរលាយបាននៅក្នុងទឹកនោមពេលដែលសារធាតុទាំងអស់នោះវាមានចាកំហាប់ខ្ពស់វាអាចប្រមូលផ្ដុំទៅជាគ្រោះបានហើយសារធាតុដែលបង្កទៅជាគ្រោះនោះគឺថាច្រើនតែកើតឡើងដោយសារចាសារជាតិកាល់ស្យូមអុកស៊ីឡាតនិងចាផូស្ហ្វាតហើយជំងឺគ្រោះនៅក្នុងតម្រងនោមចានេះគឺថាមានច្រើនប្រភេទហើយក៏ច្រើនមានរំច្រើនភាគរយដែរនៅក្នុងប្រទេសកម្ពុជារបស់យើងហើយសប្តាហ៍ថ្ងៃនេះគឺថាមនុស្សប្រហែលជាចាមានចា 10% នឹងកើតជំងឺគ្រោះនៅក្នុងតម្រងនោមនេះតែម្ដងហើយជំងឺគ្រោះនៅក្នុងតម្រងនោមនេះគឺថាគេឃើញកើតច្រើនបំផុតនៅសម័យមុនគឺថាមានតែបរិសុទ្ធនោះទេប៉ុន្តែចាសម័យឥឡូវនេះគឺថាគ្រូពេទ្យជាច្រើនកំពុងតែចារកឃើញជំងឺគ្រោះនៅក្នុងតម្រងនោមនេះកើតនៅលើស្ត្រីនិងចាកូនក្មេងទៅវិញហើយកត្តាទាំងនេះគឺថាបណ្ដាលមកពីចាពួកគាត់ទាំងអស់នឹងទទួលទាននៅរបបអាហារដែលដើរតួសំខាន់ជាងគេដែលបង្កឲ្យទៅជាជំងឺគ្រោះនេះបានចាហើយចារោគសញ្ញារបស់ជំងឺគ្រោះតម្រងនោមនេះគឺថាមនុស្សជាច្រើនដែលមានគ្រោះនៅក្នុងតម្រងនោមដោយមិនបានឃើញរោគសញ្ញាអ្វីឡើយបើសិនជាអ្នកជំងឺមានគ្រោះនៅក្នុងតម្រងនោមនោះมันមានទំហំតូចជួនកាលហ្នឹងចាអ្នកជំងឺក៏អាចចាពេលនោមទៅក៏អាចចាមានគ្រោះហ្នឹងមកតាមទឹកនោមហ្នឹងក៏មានជួនកាលហ្នឹងគ្រោះតូចអាចរមៀលមកតាមទឹកនោមដោយយើងអាចបានដឹងខ្លួននោះទេប៉ុន្តែពេលខ្លះដុំគ្រោះនោះក៏វាអាចបង្កចាទៅជាដុំធំបានហើយមួយទៀតដុំគ្រោះនោះដូចថាគេរកឃើញតាមរយៈកាំរស្មី X និងអេកូដែលសម្រាប់រកមើលចាជំងឺដែលទាក់ទងទៅនឹងតម្រងនោមតែម្ដងចារីឯការឈឺចាប់គឺថាការឈឺចាប់របស់អ្នកជំងឺគ្រោះនៅក្នុងតម្រងនោមគឺថាអាចមានលក្ខណៈពីស្រាលទៅធ្ងន់ហើយលក្ខណៈនោះគឺថាមានចាប់ពីចាឈឺងុំគឺថារហូតដល់ឈឺដូចគេចាក់អញ្ចឹងបើសិនជាគ្រោះនោះមានទំហំធំគឺថាវាងាយធ្វើឲ្យចារាងកាយរបស់យើងនឹងឈឺខ្លាំងតែម្ដងប្រសិនចាលក្ខណៈមួយទៀតប្រសិនបើគ្រោះនោះវាចាត្រូវរមៀលចូលទៅក្នុងចាបង្ហួរនោមជួនកាលគឺថាអាចចាចេញតាមទឹកនោមបានហើយឬក៏ឈឺចាប់ដោយសារតែគ្រោះចានៅក្នុងតម្រងនោមនោះព្រោះថាគេជួបប្រទះឃើញច្រើនជាងគេហើយក៏ជាញឹកញាប់បំផុតដែរដែលចាបញ្ហាដូចជាឈឺចង្កេះឬក៏ចាឈឺខាងចំហៀងខ្លួនឬក៏ឈឺពោះខាងផ្នែកខាងក្រោមឬក៏ចាធ្លាប់មានការនោមញឹកតែម្ដងប៉ុន្តែប្រសិនបើពុកម៉ែបងប្អូនមានបញ្ហាគ្រោះដូចnhưខ្ញុំចាជម្រាបខាងលើនេះគឺថាมันអាចចាដំអក់ទុកយូរទេព្រោះថាប្រសិនបើគ្រោះនោះធំគ្រោះនោះវានឹងចាធ្វើឲ្យស្ទះនៅតម្រងនោមចារបស់យើងគឺថាពិតជាមានការឈឺចាប់ខ្លាំងហើយជាពិសេសនោះគឺថាអាចធ្វើឲ្យរាងកាយរបស់យើងបង្កទៅជាបញ្ហាផ្សេងបានទៀតហើយលក្ខណៈមួយទៀតហេតុអ្វីបានជាសម័យបច្ចុប្បន្នជាងឥឡូវនេះគ្រោះកើតច្រើនលើស្ត្រីហើយនឹងកូនក្មេងទៅវិញព្រោះថាក្មេងៗគាត់ចូលចិត្តញ៉ាំនៅរបបអាហារដូចជាកញ្ចប់នឹងច្រើនអញ្ចឹងគាត់អត់សូវបានទទួលទានចាទឹកគ្រប់គ្រាន់នោះទេប្រសិនបើចាបងប្អូនដែលឧស្សាហ៍ចូលចិត្តញ៉ាំដូចជាចារបស់កញ្ចប់វិចខ្ចប់ចាដូចជារបស់បំពងដោយខ្លាញ់ទាំងអស់ហ្នឹង
ទទួលទានហើយសូមចាបងប្អូនញ៉ាំទឹកឲ្យបានច្រើនឲ្យបានគ្រប់គ្រាន់ដើម្បីជួយកាត់បន្ថយចានៅរោគសញ្ញាទាំងអស់នេះព្រោះថាប្រសិនបងប្អូនទទួលទានទឹកបានច្រើននោះគ្រប់គ្រាន់នោះធ្វើឲ្យចាស់បងប្អូនមានការបត់ជើងតូចពេលនោះសារជាតិទាំងអស់នេះអាចនឹងមកតាមការបត់ជើងតូចចាស់របស់បងប្អូនហ្នឹងចាបានច្រើនផងដែរប្រសិនបងប្អូនញ៉ាំហើយបងប្អូនបានទទួលទានសារជាតិទឹកទាំងអស់នោះទេពិតជាធ្វើឲ្យបងប្អូនហ្នឹងអាចបង្កទៅជាបញ្ហាផ្សេងៗដោយនៅខ្ញុំជម្រាបខាងលើនេះបានយ៉ាងចាឆាប់រហ័សផងដែរចាពុកម៉ែបងប្អូនជិតទេចាគ្រប់ទាំងអស់ប្រសិនបើលោកអ្នកមានបញ្ហាដូចនេះខ្ញុំជម្រាបខាងលើសូមកុំភ្លេចចាអញ្ជើញទៅក្រុមហ៊ុនស្មីពេជ្រកណ្ដៀងព្រោះថាក្រុមហ៊ុនស្មីពេជ្រកណ្ដៀងអាចចាជួយសម្រាលនៅរាល់បញ្ហាទាំងអស់នេះចាដល់ពុកម៉ែបងប្អូនបានហើយចាពេលនេះនៅខ្ញុំក៏ចង់លើកយកផលិតផលមួយនៅក្រុមហ៊ុនស្មីពេជ្រកណ្ដៀងគឺថាផលិតផលរ៉ាពីកាគឺជាអាហារបំប៉នសុខភាពដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់រាងកាយរបស់មនុស្សគ្រប់វ័យព្រោះវាត្រូវបានផ្សំឡើងចាដោយបរិមាណក្លូរ៉ូហ្វីលរហូតដល់100ដងបើប្រៀបធៀបទៅនឹងរុក្ខជាតិបៃតងនៅក្នុងនោះរ៉ាពីកាគឺថាសម្បូរទៅដោយវីតាមីនជាច្រើនប្រភេទដូចជាប្រូតេអ៊ីនអង់ស៊ីមអាស៊ីតអាមីណូនិងសារធាតុរ៉ែជាច្រើនប្រភេទទៀតដែលសរីរាង្គចារបស់យើងត្រូវការចាំបាច់បំផុតក្រោយពីចាពុកម៉ែបងប្អូនទទួលទានចាផលិតផលរ៉ាពីកា Fiber ហើយគឺថាវាអាចធ្វើឲ្យចាពុកម៉ែបងប្អូននឹងចុះថយនៅកម្រិតជាតិអាស៊ីតដែលកំពុងតែឡើងខ្លាំងមិនតែប៉ុណ្ណោះគឺថាវាអាចជួយសម្អាតដល់កាកសំណល់ចាស់ៗដែលមាននៅក្នុងក្រពះពោះវៀនជួយសម្អាតកោសិកាឈាមជួយដល់ប្រព័ន្ធរំលាយអាហារនិងជួយសម្រួលដល់ការដកដង្ហើមមិនតែប៉ុណ្ណោះវាអាចជួយបង្កើនអុកស៊ីហ្សែនក្នុងឈាមហើយក៏ជួយចាស់ផ្សះកាពះផ្សះដំបៅផ្សេងនៅក្នុងចារាងកាយនិងផ្សះចាដំបៅដោយមានកើតជំងឺទឹកនោមផ្អែមផងដែរមិនតែប៉ុណ្ណោះគឺថាវាអាចជួយបំបត្តិការទល់លាមកបង្កើនក្របឈាមក្រហមបណ្ដេញជាតិពុលជួយចាស់មុខងារថ្លើមបំបត្តិការឈឺចាប់ដោយសារចាស់ជំងឺដងបាតជួយបញ្ចុះជាតិស្ករជួយចាស់រំលាយខ្លាញ់សម្រួលសម្ពាធឈាមដែលកំពុងតែឡើងខ្លាំងនិងជួយបង្កើនចាស់ប្រព័ន្ធការពាររាងកាយរបស់យើងឲ្យកាន់តែរឹងមាំមិនតែប៉ុណ្ណោះគឺថាផលិតផលរ៉ាពីការបស់យើងវាជួយទប់ស្កាត់ជំងឺដែលមានរីករាលដាលដល់កោសិការបស់យើងដូចជាជំងឺមហារីកឬក៏យើងមានសារជាតិខ្លាញ់ច្រើនមិនតែប៉ុណ្ណោះសំបីតែចារោគប្រគ្រីវឬក៏ចាមុនសើស្បែកហ្នឹងក៏ផលិតផលរបស់យើងជួយព្យាបាលផងដែរហើយលក្ខណៈពិសេសមួយទៀតគឺថាសម្រាប់បងប្អូនដែលគាត់មានបញ្ហាសក់របស់គាត់ជ្រុះច្រើនគឺថាអាចទទួលទានរ៉ាពីកាបាននិងបំបត្តិក្លិនខ្លួនបំបត្តិភ្នែកកន្ទុយថ្លានឬក៏ចាបំបត្តិការរលាកក្រពេញប្រូស្តាតព្រោះថាគ្រប់ផលិតផលរបស់យើងទាំងអស់តែងតែមានចាគុណភាពខ្ពស់ហើយមានសារធាតុផ្សំច្រើនមុខច្រើនប្រភេទសម្រាប់ជួយទៅដល់រាងកាយចារបស់មនុស្សយើងព្រោះថាអាហារគឺជាកត្តាចម្បងមួយសម្រាប់ចារាងកាយរបស់មនុស្សយើងទទួលទានចាសប្តាហ៍ថ្ងៃព្រោះថាយើងម្នាក់ចាមិនមានចាបងប្អូនណាម្នាក់អាចចាខានទទួលចារបបអាហារបាននោះទេប្រសិនបើយើងភ្លេចដូចជាចាងុយទឹកឬក៏ចាលាបម្សៅលាបលេនោះគឺថាអត់មានប៉ះពាល់អ្វីដល់រាងកាយរបស់យើងទេប៉ុន្តែប្រសិនបើយើងភ្លេចទទួលទានចាអាហារតែមួយពេលឬក៏ពីរពេលប៉ុណ្ណោះទេគឺថាធ្វើឲ្យរាងកាយរបស់យើងចាសុទ្ធចុះគឺថាទ្រុឌទ្រោមបានយ៉ាងឆាប់រហ័សផងដែរអញ្ចឹងពុកម៉ែបងប្អូនត្រូវតែព្យាយាមថែរក្សារាងកាយរបស់ម៉ែបងប្អូនព្រោះថាសម័យឥឡូវនេះចាបច្ចុប្បន្នឥឡូវនេះគឺថាជាតិពុលជាតិគីមីច្រើនចាយើងមិនអាចធ្វេសប្រហែសបានទេប្រសិនបើយើងចាធ្វេសប្រហែសតែចាបន្តិចគឺថារាងកាយរបស់យើងពិតជាប្រឈមមុខទៅនឹងចាជំងឺផ្សេងបានយ៉ាងលឿនចារហ័សតែម្ដងចាហើយពេលនេះដែរដោយចានាទីរបស់យើងចាចិត្តដល់នាទីបញ្ចប់ហើយនាងខ្ញុំចាអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានតាមដានស្ដាប់នាទីដំណោះស្រាយសុខភាពចារាល់ថ្ងៃពុកម៉ែបងប្អូនប្រសិនបើលោកអ្នកចាមានបញ្ហាអាចតកតងទៅនឹងសុខភាពដូចខ្ញុំបានជម្រាបអញ្ចឹងដូចជាបញ្ហាគ្រោះបញ្ហាគិសប្រសិនបើលោកជឿធ្វើការវះកាត់គឺថាក្រុមហ៊ុនរបស់យើងមានជាផលិតផលសម្រាប់ទទួលទានហើយគឺថាអាចរំលាយគ្រោះរំលាយគិសនៅក្នុងរាងកាយរបស់បងប្អូនបានផងដែរដូចជាបញ្ហាពោកកឬក៏ឬដងបាតចាព្រោះថាគ្រប់ផលិតផលទាំងអស់ខ្ញុំបានជម្រាបអញ្ចឹងពេលទទួលទានហើយគឺថាព្យាបាលតាមបែបធម្មជាតិ
គឺថាអត់បាច់ធ្វើការវះកាត់ឬក៏ចាបញ្ហាផ្សេងនោះទេគឺថាពេលទទួលទានទៅផលិតផលរបស់យើងនឹងជួយព្យាបាលជំងឺចានៅក្នុងរាងកាយចារបស់ពុកម៉ែបងប្អូនបានគ្រប់ប្រភេទទាំងអស់មិនមែនថាយើងមានបញ្ហារលាកទទួលទានទៅនោះព្យាបាលតែជំងឺរលាកនោះទេគឺថាពេលពុកម៉ែបងប្អូនទទួលទានទៅគឺថាជួយព្យាបាលបានគ្រប់ផ្នែកចាគ្រប់ប្រភេទប្រសិនបើរាងកាយពុកម៉ែបងប្អូនចាលើសនៅសារជាតិខ្លាញ់នៅផ្នែកណាមួយនោះផលិតផលរបស់យើងចានឹងទៅចារំលាយចោលប្រសិនបើរាងកាយរបស់ពុកម៉ែបងប្អូនកង្វះនៅរបបអាហារចំណុចណាមួយនោះផលិតផលរបស់យើងក៏ទៅបំពេញឲ្យដែរអញ្ចឹងពុកម៉ែបងប្អូនត្រូវតែជឿជាក់ហើយត្រូវតែសប្បាយចិត្តក្នុងការប្រើប្រាស់ផលិតផលនៅក្រុមហ៊ុនពេជ្រកណ្ដៀងព្រោះថាពេលលោកទទួលទាននៅពេលសុខភាពរបស់លោករឹងមាំចាគឺថាជាឱកាសល្អបំផុតគឺថាធ្វើឲ្យរាងកាយរបស់លោកកាន់តែរឹងមាំព្រោះថាវាមិនមែនធ្វើឲ្យរាងកាយរបស់លោកនឹងប៉ះពាល់ឬក៏បង្កើតទៅជាចាស់ជំងឺអ្វីផ្សេងទៀតនោះទេចាហើយលក្ខណៈដែលល្អបំផុតគឺថាធ្វើឲ្យរាងកាយរបស់លោកកាន់តែរឹងមាំកាន់តែស្រស់ថ្លាជាពិសេសនោះប្រហែលជាអាចឲ្យរាងកាយរបស់លោកនឹងក្មេងជាងវ័យបានផងដែរចាហើយពេលនេះដោយសារនាទីមានកំណត់នេះខ្ញុំក៏សូមអរគុណហើយក៏សូមចាខន្តីអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនទាំងអស់ប្រសិនបានអ្នកខ្ញុំចាមានការលះលួសនៅរពាក់សម្ដីចាចំណុចណាមួយសូមអធិស្ឋានផងចាសូមអរគុណសូមជម្រាបលាបាទអរគុណច្រើនអញ្ចឹងទេបើសិនជាពុកម៉ែបងប្អូនដូចជាលោកពុកអ្នកម្ដាយដែលមានអាការៈរោគផ្សេងដូចជាជំងឺកាពះពោះវៀនជំងឺទល់លាមួករលាកថ្លើមជំងឺបាតុងនោមផ្អែមជំងឺបេះដូងមាននៅជំងឺលើសឈាមជំងឺរលាកសួតបាទឬដងបាតផ្សេងនោះក៏អាចបាទជាវនៅផលិតផលតកតងទៅនឹងបាទអាបំពន់របស់ក្រុមហ៊ុនពេជ្រកណ្ដៀងផងដែរដែលអាស័យដ្ឋានគឺជាលេខទូរស័ព្ទគឺនៅផ្ទះលេខ80ភូមិទី3សង្កាត់ពីវងក្រុងកំពង់ចាមខេត្តកំពង់ចាមគឺនៅផ្លូវក្រោមស្ពានគីសាណាទី1បាត់ទៅខាងត្បូងនោះប្រហែលជា300ម៉ែត្រក្រោយសាលារៀនដីដោះបាទលេខទូរស័ព្ទសួរនាំព័ត៌មានលម្អិតមាន2ប្រព័ន្ធខ្សែទី1គឺ012 27 0764បញ្ជាក់012 27 0764ខ្សែទី2 097 22 92 978បញ្ជាក់097 22 92 978ដែលក្រុមហ៊ុនក៏មាននៅម៉ាស៊ីនត្រួតពិនិត្យសុខភាពដោយស្វ័យប្រវត្តិតែម្ដងដែលអាចមើលឃើញពេញម៉ូតូរាងកាយបងប្អូនប្រជាពលរដ្ឋចឹងទេបើសិនជាពុកម៉ែបងប្អូនមានជាបញ្ហាទៅនឹងសុខភាពក៏អាចទំនាក់ទំនងបានតាមរយៈខ្សែឋានដូចជាលេខទូរស័ព្ទអរគុណដែលឃើញថាពេលវេលារបស់យើងក៏បានមកដល់ទីបញ្ចប់ទៅហើយបាទអរគុណដែលជួយចំពោះប្រិមិត្តបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់កម្មវិធីរបស់យើងតាំងពីចំណុចចាប់ផ្ដើមរហូតមកដល់ទីបញ្ចប់កម្មវិធីនីតិដំណោះស្រាយសុខភាពនិងសន្យាធ្វើត្រឡប់ជួបនាងតាមពេលវេលាម៉ោងកំណត់ដដែលខណៈពេលនេះវត្តមានខ្ញុំបាទដានីរួមជាមួយនឹងគ្រូហុងសុភីក៏សូមអរគុណនិងសូមជម្រាបលាមិនឃើញបងចូលដល់
។